ការដែលលាក់ព័ត៌មានពិតតើវាផ្ដល់ភាពវិជ្ជមានដល់កម្ពុជាដែរទេការដែលលាក់ព័ត៌មានពិតខណៈដែលសង្គ្រាមណាសៀមឈ្លានពានតើវាផ្ដល់ភាពវិជ្ជមានដល់កម្ពុជាដែរទេហេតុអ្វីបានយើងត្រូវលាក់ព័ត៌មានពិតហេតុអ្វីបានយើងត្រូវលាក់ព័ត៌មានពិតអានោះគឺខ្ញុំនៅតែនិយាយដដែលថាហេតុអ្វីបានយើងត្រូវលាក់ព័ត៌មានពិតខណៈដែលបរទេសកំពុងតែឈ្លានពានយើងហើយហេតុអីបានយើងត្រូវប្រឹងអួតហេតុអ្វីបានយើងត្រូវប្រឹងអួតថាខ្លួនឯងនឹងខ្លាំងតើអាការលាក់ព័ត៌មានពិតហើយនឹងអាការអួតរបស់យើងនឹងវាផ្ដល់ភាពវិជ្ជមានទៅដល់យើងទេទុកមកបងប្អូនជួយពិចារណាទាំងអស់គ្នាការដែលលាក់ព្យាយាមបិទបាំងព័ត៌មានពិតហើយអាការដែលប្រឹងអួតនឹងតើវាចំណេញដល់កម្ពុជាវាចំណេញដល់កម្ពុជាយកខួរក្បាលបងប្អូនទាំងអស់គ្នាពិចារណាគិតទាំងអស់គ្នាកុំចេះតែហៃអើតាមសេណារីយ៉ូរបស់មេដឹកនាំខ្មែរខ្លាចតែខ្លួនឯងនឹងអន់ណាខំប្រឹងសម្យើខំប្រឹងអួតខំប្រឹងសម្ញែងថាខ្លួនឯងនឹងអស់ចាប៉ុន្តែឥឡូវគេចូលទឹកដីយើងដល់ចំណុចណាហើយយើងនៅអួតដល់ណាទៀតដ្រូនគេហោះដល់កំពង់ស្ពឺហើយគេហោះដល់ខេត្តបាត់ដំបងហើយគេកំទេចដល់ស្ពាននៅសៀមរាបហើយយើងចេះតែអួតយើងចេះតែសម្យាវាបានប្រយោជន៍ស្អីយើងជាជនរងគ្រោះណាបងប្អូនណាយើងជាជនរងគ្រោះអូខេបើសិនជាយើងជាអ្នកឈ្លានពានគេអាហ្នឹងយើងលាក់ព័ត៌មានយើងអីអាហ្នឹងវាត្រូវខ្លាចបរទេសដឹងដោយសារតែយើងជាអ្នកឈ្លានពានគេប៉ុន្តែយើងជាជនរងគ្រោះនេះយើងត្រូវតែបង្ហាញឲ្យពិភពលោកបានដឹងឲ្យពិភពលោកបានដឹងហើយមួយខំប្រឹងអួតខំប្រឹងសម្យាមិនខ្លាចពិភពលោកថាខ្មែរហ្នឹងខ្លាចពិភពលោកថាខ្មែរហ្នឹងអត់ណាឥឡូវមានរឿងទៀតដែរពុកម៉ែបងប្អូនខ្ញុំសុំនិយាយរឿងកាលពីសង្គ្រាមលើកមុនបន្តិចសង្គ្រាមលើកមុនសង្គ្រាមកាលពីលើកមុនពុកម៉ែបងប្អូនចាំបានទេរឿងគេចាប់ទាហានយើង18នាក់ចាំបានទេចាំបានទេភ្នំទ្របដែលគេឈ្លានពានយើងគេកាន់កាប់ចាំបានទេពួកខ្ញុំនៅក្រៅប្រទេសនេះខំប្រឹងលាតត្រដាងហើយការដែលលាតត្រដាងហ្នឹងណាមិនមែនបង្ហាញណាមិនមែនបង្ហាញមូលដ្ឋានយោធាឬក៏បង្ហាញស្អីឲ្យសៀមហ្នឹងទទួលព័ត៌មានក្នុងការធ្វើសង្គ្រាមឈ្លានពានខ្មែរទេយើងចង់បង្ហាញឲ្យអន្តរជាតិបានឃើញថាសៀមនេះពិតជាឈ្លានពានយើងពិតមែនយើងពិតជាបាត់បង់ដីកន្លែងនេះសៀមមកកាន់កាប់ពិតមែនពីព្រោះប្រទេសយើងវាខ្សោយប្រជាជនយើងវាតិចសភាពពុតយើងវាអត់មានវាតិចវាខ្សោយអញ្ចឹងហើយយើងខំប្រឹងអួតសម្ញែងអីឥឡូវខ្ញុំចង់និយាយពីខ្ញុំប្រៀបធៀបតិចរឿងកម្ពុជានិងថៃនេះហើយយើងកុំចេះតែសម្យាខ្ញុំដឹងថាតាហ៊ានរបស់យើងរាល់ថ្ងៃគឺគាត់ក្លាហានណាគឺគាត់យកជីវិតទៅពលីដើម្បីការពារបូរណភាពដែនដីគឺតាហ៊ានយើងគឺអស្ចារ្យហើយខ្ញុំសូមគោរពនៅវីរៈភាពនិងការលះបង់របស់ពួកគាត់ខ្ញុំនិយាយតាំងពីដើមមកតាំងពីខ្ញុំប្រឡូកចូលនយោបាយខ្ញុំថាខ្ញុំហ៊ានធ្វើនយោបាយប្រឆាំងរបបក្រុងភ្នំពេញនេះខ្ញុំតែងតែសម្លឹងទៅអតីតកាលដែលតាហ៊ានរបស់យើងណាពពកបរោះយើងដែលគាត់យកជីវិតទៅពលីដើម្បីការពារជាតិគាត់ហ៊ានយកជីវិតទៅបដូរដើម្បីការពារជាតិចុះចំណែកខ្ញុំគ្រាន់តែប្រើសិទ្ធិសេរីភាពក្នុងការប្រឆាំងរបបក្រុងភ្នំពេញយ៉ាងច្រើនណាស់ខ្ញុំជាប់គុករឿងអីខ្ញុំខ្លាចអានោះគឺខ្ញុំនិយាយតាំងពីដើមមកដោយសារតែខ្ញុំសម្លឹងឃើញថាពួកតាហ៊ានណាវីរៈបរិបរបស់យើងដែលគាត់យកជីវិតទៅបដូរនេះពេលដែលគាត់ស្ពាយកំភ្លើងទៅការពារជាតិគាត់មិនដែលបានគិតថាតើគាត់នឹងមានជីវិតត្រឡប់មកវិញផងគាត់នៅតែសម្រេចចិត្តស្ពាយកំភ្លើងទៅការពារជាតិការពារបូរណភាពដែនដីរបស់ជាតិ
cho dương nè chia thập tải dương còn là đi con robot không phồng penh ok chẳng chọn cái chạp đặt cục cái bật đánh tranh ppt anh chẳng tầng chẳng hay trong ban do cả việc thiệp bạn nắng do một vấn đề trai hay nhóm sầm ra chất đâu phải phải trang năng robot đi đôi mình khai đôi mình nhìn như trong đăng pe khai chỉ bất bóc trong cả trâu phơi xuôi đây không ca phải trang đây robot đi pro crom nè bong ôn khơi nè chia thập tài nè đây hiên đi con robot này còn bên nè slap chán đôi lục đất kèm lấy đôi ấy đàm mật phẹt cho môi dùng luôn thấu tao của thằng chả cho slap ấy chỉ đàm thì miền chán bàn tay dương sầm mai tao mơแต่ hiên របស់ យើង ដែល ការ ពី ជាតិ សួរ ថា គាត់ ដែល ស្ពាយ កំភ្លើង ទៅ ការ ពី ជាតិ តើ គាត់ សង្ឃឹម ថា មាន ជីវិត ត្រឡប់ មក វិញ ទេ ឃើញ បង ប្រុស ម្នាក់ ដែល គាត់ ទៅ ពលី គាត់ និយាយ មិន ខ្លះ ជីវិត មួយ នេះ គឺ គាត់ បកគល ជូន ជាតិ ជូន ប្រជាជន ហើយ ជីវិត ជូន ជាតិ ធៀប ជូន ម្ដាយ អញ្ចឹង ទៅ ឃើញ ទេ ហើយ ពួក យើង មើល ឃើញ ពី ឫសគល់ នៃ បញ្ហា ឫសគល់ នៃ សត្រូវ ឈ្លានពាន ដោយសារតែ មេដឹកនាំ នឹង គឺ អសមត្ថភាព មេដឹកនាំ រាល់ ថ្ងៃ នឹង យក គ្រឿង ឯកជន យក មក លាយ ឡំ កកោ កកាយ រឿង នយោបាយ នៅ ស្រុក គេ ឥឡូវ ខ្ញុំ ចង់ ប្រៀបធៀប តិច បង ប្អូន ដែល អួត បង ប្អូន ដែល អួត ដែល សម្ចារ ណា ខ្ញុំ ប្រៀបធៀប នឹង តាហ៊ាន តាហ៊ាន ណា កម្លាំង យោធា កម្ពុជា និង ថៃ កម្លាំង យោធា កម្ពុជា រឿង ណា មាន ប៉ុន្មាន ណា មាន តែ 210,000 នាក់ ឯង កម្លាំង យោធា របស់ យើង ណា កម្លាំង យោធា សរុប អាហ្នឹង ទាំង ដែន ទឹក ដែន គោក ស្អី គឺ កម្លាំង យោធា សរុប មក 210,000 នាក់ ជាង នេះ ប៉ុន្តែ សៀម គេ មាន ប្រហែល 36,000 នាក់ ខុស ត្រូវ គ្នា ប្រហែល ដង ខុស ត្រូវ គ្នា 3 ដង គេ 36,000 នាក់ យើង 210,000 នាក់ ហើយ និយាយ ពី ថវិកា សម្រាប់ ក្នុង វិស័យ ការ ពី ជាតិ ក្នុង មួយ ឆ្នាំ យើង ចំណាយ 700 លាន ទៅ 800 លាន ដុល្លារ ប៉ុន្តែ សៀម គេ ចំណាយ បាន គេ ចំណាយ ត្រឹម 5 គេ ចំណាយ ទៅ 5 ទៅ 7,000 លាន ដុល្លារ ខុស ត្រូវ គ្នា បាន ពុកម៉ែ បងប្អូន ច្រើន ណាស់ ហើយ យន្តហោះ ចម្បាំង គេ មាន អី ខ្លះ គាត់ ថា F16 គេ ណា មាន 50 ទៅ 52 គ្រឿង អា F16 គេ គេ ហោះ មក ថ្ងៃ គឺ គេ ឆ្លាស់ គ្នា ហោះ មក រហូត ណា មិន មាន តែ 2 3 គ្រឿង ឯណា មាន 50 ទៅ 52 គ្រឿង មិន តែ ជាណា ពុកម៉ែ បងប្អូន ណា យើង ដឹង ថា កម្លាំង ថ្មើរ ជើង របស់ យើង ខ្លាំង ប៉ុន្តែ កម្លាំង បច្ចេកទេស និង ផ្លូវ អាកាស ផ្លូវ ទឹក របស់ គេ ហ្នឹង គឺ យើង ចាញ់ គេ ដាច់ ហើយ យើង រង ថ្ងៃ ដោយសារ តែ តាហ៊ាន របស់ យើង ក្លាហាន យង ខ្ញុំ និយាយ ប៉ុណ្ណា រឿង មួយ ទៀត យន្តហោះ ចម្បាំង អា Gripen របស់ គេ មាន ប្រមាណ មាន 12 គ្រឿង អា C8 8 គ្រឿង អា D អា Gripen C អា ហ្នឹង 8 អា Gripen D នោះ 4 គ្រឿង អា 210 កៅអី ហើយ យើង សរោ ហើយ យើង យក ស្អី ទៅ លូត មួយ គេ នយោបាយ គឺ មាន តែ ចរចា របៀប ការ ទូត ហ្នឹង របៀប ការ ទូត ហ្នឹង ហើយ ការ ទូត យើង យ៉ាង ម៉េច បើ ហ៊ុនសែន ទៅ កកោ កកាយ នយោបាយ គេ រង្វល់ ធ្វើ ឲ្យ អ្នក នយោបាយ គេ នយោបាយ គេ កោបែក គេ រង្វល់ ហើយ អា ពួក ត្រពង ពួក អាយ៉ង គណៈបព្វជិជន ស្រែក ថា អូ សម្ដេច អស្ចារ្យ ណាស់ សម្ដេច ខ្លាំង ណាស់ សម្ដេច ប្រើ យុទ្ធសាស្ត្រ នេះ ណា ធ្វើ ឲ្យ មេ ដឹកនាំ ថៃ នឹង បដូរ ឯង ណា 3 4 ហើយ ចំណែក សម្ដេច នឹង ហ៊ុនម៉ាណែត នឹង គឺ នៅ តែ ហ៊ុនម៉ាណែត ប៉ុន្តែ មើល ខាង ថៃ គេ បដូរ មេ ដឹកនាំ រហូត នេះ គឺជា យុទ្ធសាស្ត្រ ដ៏ ល្អ របស់ សម្ដេច អាហ្នឹង ដល់ ពេល គេ ក្តៅ ក្រហាយ គេ ថា ចុយ ប្រទេស ហែង ស្អី ប្រជាជន មក ធ្វើ ជា កម្មករ មក ធ្វើ ជា ពលករ នៅ ប្រទេស គេ ប្រមាណ 2 3 លាន នាក់ មួយ ឆ្នាំ គ្រាន់តែ លុយ ពី ប្រទេស ថៃ ហ្នឹង ផ្ញើ មក ខ្មែរ ហ្នឹង រាប់ពាន់ លាន ដុល្លារ ដោយសារ តែ ពលករ ទៅ ធ្វើ ការងារ នៅ ប្រទេស ថៃ ហ្នឹង ទំនិញ អី សព បែបយ៉ាង ណា រស់ ដោយសារ ដង្ហើម ផលិតផល របស់ ប្រទេស ថៃ ហ្នឹង សភាវុធ ណា កង យោ កម្លាំង យោធា សភាវុធ បច្ចេកទេស ស្អី យើង នៅ មាន កម្រិត គេ ដល់ ណា ដល់ ណី អី គេ ថា ឯង មក កពង កាយ នយោបាយ គេ ដាក់ ឯង មក ហើយ វា យក ឱកាស ហ្នឹង ឈ្លានពាន ទៀត
ហើយវាប្រាប់អន្តរជាតិថាវាបង្ក្រាប scam វាប្រាប់អន្តរជាតិថាបង្ក្រាប scam កុំចេះតែឲ្យចេះទទួលយកការពិតផងចេះតែឲ្យតាមពួកសេណារីយ៉ូរបស់គណៈបព្វជិជនដែលគេរៀបចំឲ្យសម្យាមេដឹកនាំហ្នឹងមួយហ្នឹងក៏ដោយទៅតាមហ្នឹងដែរមិនចេះយកការពិតយកមកនិយាយហើយរឿងតាហ៊ានជួមុខខ្ញុំចង់និយាយតិចតាហ៊ានជួមុខខ្ញុំមានតំណែងជាមួយនឹងតាហ៊ានជួមុខជាប់រហូតព្រោះអីខ្ញុំក៏ជាមនុស្សម្នាក់ដែលផ្ដល់ជំនួយដល់តាហ៊ានជួមុខដែរគឺខ្ញុំជួយផ្ទាល់ហ្មងលើកមុនខ្ញុំជួយបានចូលខ្ញុំគៀកូនគ្នាបានចូលរាប់ពាន់ដុល្លារប៉ុន្តែលើកនេះខ្ញុំជួយបានតិចទេខ្ញុំបានជួយខ្ញុំមួយអាដាមអ៊ុំសំអានហ្នឹងខ្ញុំបាន500អាដាមអ៊ុំសំអានហ្នឹង1000បាន1500ប៉ុន្តែខ្ញុំជួយតែធានជួមុខឯងព្រោះឃើញជនភៀសសឹកឃើញអ្នកធ្វើមូលនិធិស្រុកខ្មែរគេជួយច្រើនហើយខ្ញុំឃើញរឿងដែលឈឺចាប់ពុកម៉ែបងប្អូនណាតែហ៊ានជួមុខមិនមែនយើងដឹងថាអ្នកខ្លះក៏ទទួលជំនួយបានអ្នកដែលចេះលេង Facebook អ្នកដែលបកកែលេង Facebook ដូចថាគាត់យើងថាអូកុំអោយគាត់ផុសណាទានជួមុខកុំអោយផុសបើអ្នកផុសគេផុសទៅគេបានជំនួយអ្នកអត់ផុស symbol អានឹងចង់ពួកគាត់ទៅផុសហើយទៅពេលផុសទៅវាបានជំនួយខ្លះដែរប៉ុន្តែតាហ៊ានជួមុខជាច្រើនតែមិនទទួលបានជំនួយតែពេលបងប្រុសម្នាក់គាត់បង្ហាញការឈឺចាប់ថាគាត់រត់ត្រីខណាហូបមិនបានផងនេះត្រូវអាពួកគណៈបព្វជិជននេះវាចោតប្រកាន់ថានេះជាល្បិចរបស់សៀមល្បិចរបស់អីចឹងទៅអាលើកមុននោះមកសារហើយបងស្រីម្នាក់គាត់បាត់ក្រុមគ្រួសារគាត់ដែលជាទាហានជួមុខណាគាត់បាត់គាត់ប្រកាសរគាត់ប្រកាសរបែរជាទៅចោតគណៈថ្វាយគុំគុណចាស់ទៅចោតថាប្រពន្ធហ្នឹងគឺចាប់រំលោភក្មេងស្រីសំទោសប្តីហ្នឹងគឺជាអក្រិតជនទៅចាប់រំលោភក្មេងស្រីរំលោភអីណាជាប់គុកមិនទាន់នឹងលែងផងមិនដឹងថារងថ្ងៃនឹងជាប់គុកនៅណាទេហើយអាប្រពន្ធគេកូនគេឈឺចាប់នឹងការបាត់បង់ក្រុមគ្រួសារគេអត់ស្វាស្វែងរកដំណោះស្រាយអត់ស្វាស្វែងរកបើថាគាត់ស្លាប់ស្វាស្វែងរកសាកសពឲ្យឃើញឲ្យដឹងដល់ក្រុមគ្រួសារឲ្យបានដំណឹងផងបែរជាទៅចោតថាតាហ៊ានជួមុខហ្នឹងទៅរំលោភគេឲ្យទៅនៅជាប់គុកនឹងជាប់គុកណាណីហើយពួកអ្នកព័ត៌មានរបស់គេយកទៅផ្សាយទៅក្រឹកទៅក្រែងហើយអាគ្នាយកជីវិតយកទៅពាក់លីដើម្បីការពារជាតិហើយត្រូវមករងគ្រោះអញ្ចឹងទៀតទេតើសាកសមមែនអ្នកឯងសាកសមមានឈ្មោះថាអ្នកឯងជាអ្នកស្នេហាជាតិទេឥឡូវដូចបងប្រុសប្រហែលថ្ងៃមុនអញ្ចឹងគេទទួលបានជំនួយឃើញតែជំនួយប៉ុន្តែគាត់អត់បានទទួលអីគាត់និយាយការពិតហើយរឿងសង្គ្រាមនឹងមុនអញ្ចឹងដែរបងប្រុសម្នាក់ដែលគាត់មកផ្ទះគាត់យំស្រែកណាផ្ទះរបស់គាត់ត្រូវទុកចោលហើយអត់បានទទួលជំនួយអីគាត់តូចចិត្តគាត់យំស្រែករឿងវាមានច្រើនណាពុកម៉ែបងប្អូនដែលពុកម៉ែបងប្អូនថាខ្លួនឯងជាអ្នកស្នេហាជាតិហ្នឹងហេតុអីមិននាំគ្នាជួយនិយាយការពារពួកតាហ៊ានជួមុខដែលគាត់យកជីវិតទៅពាក់លីឲ្យគាត់រស់នៅឲ្យបានស្រួលមានជីវភាពល្អប្រសើរវាងាប់ទៅអីបងប្អូនដែលនិយាយថាខ្លួនឯងស្នេហាជាតិហ្នឹងអ្នកឯងស្រឡាញ់ជាតិតែមាត់ប៉ុន្តែបេះដូងអ្នកឯងស្រឡាញ់ជាតិពិតប្រកបអត់អ្នកឯងស្រឡាញ់តែហ៊ានជួមុខតែមាត់សួរថាតើបេះដូងរបស់អ្នកឯងនឹងស្រឡាញ់តែហ៊ានជួមុខអត់របៀបស្រឡាញ់ទឹកដីស្រឡាញ់ឈឺចាប់ជាមួយនឹងទាហានជួមុខរបស់ប្រជាជនខ្មែររាល់ថ្ងៃនេះណាគឺធ្វើបែបកំជួលធ្វើបែបអារម្មណ៍ធ្វើបែបចង់ច្រមុះតែប៉ុណ្ណឹងទេប៉ុន្តែពួកនឹងមិនបានស្នេហាជាតិណាស្រឡាញ់ទាហានជួមុខឲ្យពិតប្រាកដទេបើសិនអ្នកឯងស្រឡាញ់ទាហានជួមុខដែលគាត់យកជីវិតទៅពាក់លីពាំងគ្រាប់
ពាក់លីដើម្បីការពារទឹកដីពិតប្រាកដណាអ្នកឯងត្រូវតែជំរុញឲ្យរដ្ឋាភិបាលរបបក្រុងភ្នំពេញហ្នឹងយកចិត្តទុកដាក់ទៅដល់ទាហានហ៊ុនសែនពាក់នាឡិកាប្រហែលមួយគ្រឿង5-6 លានដុល្លារប្រហែលរាប់សិបគ្រឿងគ្រាន់តែនាឡិកាផ្ទះគេណារាប់សិបកន្លែងមួយកន្លែងរាប់រយលានដុល្លារឡានទំនើបអង្គរៈទីប្រឹក្សាលុយយកទៅទិញក្បាលពួកបពប្រឆាំងខ្ញុំនិយាយក្បាលហ្នឹងខ្ញុំនិយាយថាក្បាលពួកអាណាដែលវាលក់ក្បាលទេពួកបពប្រឆាំងដែលគេមិនលក់ក្បាលគឺគេរស់គេមានសេចក្តីថ្លៃថ្នូរណាប៉ុន្តែពួកដែលលក់ក្បាលគឺវាថោកទាបខ្ញុំនិយាយចឹងវាមានលុយទៅធ្វើរឿងអស់ហ្នឹងប៉ុន្តែលុយទៅជួយតែហ៊ានជួមុខអត់ធ្វើនេះសំណួរល្អនេះធ្វើបែបអារម្មណ៍ធ្វើបែបចុងច្រមុះធ្វើមិនបានធ្វើឲ្យសមហេតុផលធ្វើឲ្យសមហេតុផលហ្នឹងគឺត្រូវហ៊ាននិយាយការពិតណាខ្ញុំឃើញឈ្មោះ Facebook ឈ្មោះគៀសគាត់សរសេរបែបមិនដឹងទេឈ្មោះហ្នឹងប៉ុន្តែសំណួរល្អមែនតើត្រូវធ្វើបែបម៉េចដើម្បីជួយដូចថាស្នេហាជាតិឲ្យពិតប្រាកដហើយមានគុណភាពហើយមានលទ្ធផលយើងត្រូវធ្វើម៉េចស្នេហាតាហ៊ានជួមុខស្នេហាបែបម៉េចឥឡូវយើងមើលប្រព័ន្ធដឹកនាំនៅស្រុកខ្មែរវារបៀបម៉េចឥឡូវនេះប្រហែលថ្ងៃនេះប្រធានបទនិយាយពីរដ្ឋាភិបាលក្បាលធំហ្នឹងនិយាយទៅគឺចំចំណុចឃើញទេអំពើពុករលួយហ្នឹងនិយាយទៅចំចំណុចអាក្រសួងអត់បានការហ្នឹងនិយាយទៅចំចំណុចនិយាយរឿងអស់ហ្នឹងគឺកំពុងតែចំចំណុចហើយរឿងអាក្រសួងណារដ្ឋាភិបាលក្បាលធំក្រសួងច្រើនទីប្រឹក្សាច្រើនមន្ត្រីច្រើនអាហ្នឹងហើយដែលចាយលុយជាតិទៅវាគ្មានគុណភាពយកលុយទៅទិញក្បាលគណៈបកណាគណៈបកប្រឆាំងយកលុយទៅប្រើរបស់ថ្លៃខ្ញុំប្រាប់បើនៅកូរ៉េអ្នកនៅកូរ៉េពុំចូលមើលបើនៅកូរ៉េណាបើគេរកឃើញអ្នកឯងពុករលួយត្រឹមតែ$1000ណាប្រាប់ហ្នឹងអ្នកឯងជាប់គុកនៅកូរ៉េខាងត្បូងណាឃើញប្រពន្ធប្រធានាធិបតីនេះស្អីគឹមសុខយល់គ្រាន់តែទទួលអំណោយពីព្រះវិហារកបោប2ដែលមានតម្លៃលើសពីមិនដល់$5000ផងឥឡូវនេះជាប់គុកហើយសុកណាអាហ្នឹងអញ្ចឹងយើងកុំយកលុយរដ្ឋយើងទៅចាយខ្ជះខ្ជាយលើអាក្រសួងដែលអត់បានការហ្នឹងយកលុយទៅជួយទៅដល់កងទ័ពខ្ញុំពងនិយាយនេះខ្ញុំនិយាយលើទឹកចិត្តកងទ័ពខ្ញុំមិននិយាយបំបាក់ទឹកចិត្តកងទ័ពទេខ្ញុំនិយាយនេះគឺនិយាយឲ្យរដ្ឋាភិបាលហ្នឹងចេះកែប្រែខ្ញុំនិយាយមិនបំបាក់ទឹកចិត្តកងទ័ពទេខ្ញុំប្រាប់កងទ័ពពេលមានសង្គ្រាមណាតម្លាក់អាការស៊ីឈ្នួលរបស់គេចោលអ្នកខ្លះជាកម្មករសំណងអ្នកខ្លះកម្មករសំណងអ្នកខ្លះកម្មករដកដលងអ្នកខ្លះទៅស៊ីឈ្នួលគេធ្វើនេះធ្វើនោះពេលមានសង្គ្រាមពឹបតម្លាក់អស់នឹងចោលមកកាន់កភ្លើងការពារជាតិហើយឲ្យពួកគាត់រស់នៅអញ្ចឹងឯងអាហ្នឹងឯងដែលហៅថាលើកទឹកចិត្តកងទ័ពខ្ញុំសួរអស់លោកដែលឲ្យខ្ញុំនិយាយពីការលើកទឹកចិត្តកងទ័ពតិចមើលអស់លោកបដ ாய் ឲ្យជីវភាពតែហ៊ានជួមុខដែលយកជីវិតទៅពាក់លីដែលអស់លោកកំពុងដេកប្រសិទ្ធជានេះហើយគាត់ដេកនៅក្នុងត្រង់សេយកជីវិតទៅការពារនេះឲ្យពួកគាត់រស់នៅជីវភាពអញ្ចឹងឯងហៅថាលើកទឹកចិត្តមិនហ៊ាននិយាយស្ងាត់មាត់ចុកចិត្តឆឹងអញ្ចឹងឯងតែហ៊ានជួមុខគាត់ស្រែកកាពះគាត់ស្រែកគាត់ឃ្លានណាគាត់ត្រូវការបែរជាចោទគាត់ថាអានេះជាសត្វចារកម្មរបស់សៀមទេគេឲ្យធ្វើអញ្ចឹងគេឲ្យយើងបែកបាក់គ្នាអាហ្នឹងគេហៅលើកទឹកចិត្តកងទ័ពអាហ្នឹងឯងរបៀបលើកទឹកចិត្តកងទ័ពអស់លោកតែហ៊ានជួមុខខ្ញុំប្រាប់គេចិញ្ចឹមរត់គេចិញ្ចឹមគេមិនឲ្យពួកគាត់នឹងទៅដកតម្លងគេមិនឲ្យពួកគាត់ទៅស៊ីឈ្នួលធ្វើសំណង់ស្អីទេគឺរដ្ឋហ្នឹងគឺត្រូវមានកញ្ចប់ថវិកាកាត់បន្ថយអាអំពើពុកអលួយអាកូនអ្នកធំកើតមកពេចមិនទាន់ផ្កាយ1ផ្កាយ2សាក់4សាក់5អាហ្នឹងលុបបំបាក់ចោលអស់ទៅឈ្មោះតាហ៊ានឈ្មោះខ្មោចតាហ៊ានមានឈ្មោះមានតែឈ្មោះអាចតាហ៊ានឈ្មោះត្រួតស៊ីគ្នានឹងប្រហែលលុបចោលអស់យកលុយមកជួយតាហ៊ានជួមុខបាត់ប្រកបដីនៅតាមព្រំដែនទាំងអស់អាដីដែលស៊ីដូចថាជួលឲ្យបរទេសណាជួលឲ្យបរទេសឬក៏ស្អីសម្បទានស្អីអស់ហ្នឹងត្រូវដកឲ្យអស់ហើយអាហ្នឹងគឺត្រូវឲ្យដីនៅតាមព្រំដែនហ្នឹងគឺត្រូវចែកឲ្យពួកតាហ៊ានជួមុខហ្នឹងគាត់រស់នៅ
រដ្ឋត្រូវមានកញ្ចប់ថវិកាផ្ដល់ដើមទុនឲ្យពួកគាត់នឹងរស់ស៊ីនៅតាមព្រំដែនហ្នឹងឲ្យគាត់រស់នៅមានជីវភាពល្អប្រសើររៀបចំហេដ្ឋារចនាសម្ព័ន្ធទឹកភ្លើងគឺត្រូវរដ្ឋគឺត្រូវគ្រប់គ្រងពួកគាត់ហ្នឹងឲ្យមានជីវភាពល្អអាហ្នឹងគេហៅថាលើកទឹកចិត្តកងទ័ពពេលដែលមានសត្រូវឈ្លានពានមានន័យថាពួកគាត់គឺនៅមូលដ្ឋាននឹងស្រាប់ហើយយើងអត់ហ៊ាននិយាយទេខ្លាចបាក់ទឹកចិត្តកងទ័ពខ្ញុំមិនដឹងថាអស់លោកយកស្អីមកគិតទេខ្ញុំមិនដឹងថាអស់លោកយកស្អីមកគិតទេឥឡូវខ្ញុំនិយាយអំពីសាច់រឿងនៃសង្គ្រាមខ្ញុំនិយាយនេះណាជេណាជេជេតាខ្ញុំអត់ខ្វល់ទេរឿងសង្គ្រាមនេះឥឡូវនេះពិភពលោកមើលថាសង្គ្រាមរវាងកម្ពុជានិងថៃនេះគឺថៃបង្ក្រាបឧក្រិដ្ឋកម្មអនឡាញចិនកូរ៉េណាអ្នកលេងបណ្ដាញសង្គមគេផ្ទះដៃអបអរសាទរពេលដែលថៃប្រើ F16 ទម្លាក់គ្រាប់បែកមកលើទឹកដីកម្ពុជាថៃឈ្លានពានកម្ពុជាប៉ុន្តែពិភពលោកមើលទៅដូចថៃបង្ក្រាបឧក្រិដ្ឋកម្មអនឡាញអញ្ចឹងអាហ្នឹងដោយសារអីដោយសារតែតកូលហ៊ុនវាយកពួកឧក្រិដ្ឋកម្មអនឡាញហ្នឹងធ្វើជាទីប្រឹក្សាណាវាយកកម្ពុជាហ្នឹងធ្វើជាមូលដ្ឋានណាជាមូលដ្ឋាននៃកន្លែងបង្កើតឧក្រិដ្ឋកម្មអនឡាញហើយ Gen Z ហ្នឹងជាមេឧក្រិដ្ឋកម្មលំដាប់អន្តរជាតិដែលពិភពលោកតាមចាប់គឺជាទីប្រឹក្សារបស់នាយករដ្ឋមន្ត្រីហើយអាហ្នឹងដែលយើងស្រែកថាបដូរហ៊ុនសែនអ្នកខ្លះមកជាពួកយើងគឺហ៊ុនសែនគឺជាមេរោគហ៊ុនសែនគឺជាជំងឺណាគឺជាអ្នកទៅលេងភ្លើងឲ្យបង្កើតសង្គ្រាមហ្នឹងទៅកកកកាយផ្ទៃក្នុងគេឈឺចាប់ដូចខ្ញុំនិយាយមុនដដែលអាហ្នឹងអ្នកឯងគ្មានស្អីដល់កូនក្មេងទៅចាក់ចកេះមនុស្សចាស់អាឯងដាក់ឯងរៀងមើលអាហ្នឹងចឹងរៀងងាប់ណាងាប់ជាពលរដ្ឋហើយរឿងមួយទៀតពុកម៉ែបងប្អូនដោះស្រាយបញ្ហានេះគឺសិភៅសន្ធិសញ្ញាកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃចំនួននៅកម្ពុជាពុកម៉ែបងប្អូនអានេះគឺជាដំណោះស្រាយដ៏ល្អបំផុតដែលយើងមិនចាំបាច់បង្ហូរឈាមទេហើយអីក៏មិនយកមកប្រាប់ហើយពួកគណៈបព្វជិជនគេយកមកបកស្រាយថាហ្នឹងអត់ប្រយោជន៍ទេអត់ប្រយោជន៍ក្បាលពួកវាស្អីហ៎មិនហាត់តលេខីនេះប្រទេសមហាអំណាចស្អីនេះគេមកចុះហត្ថលេខានេះអាហ្នឹងអត់ប្រយោជន៍ទេសង្គ្រាមកម្ពុជារ៉ាំរ៉ៃរាប់ទសវត្សរ៍គេមកបញ្ចប់គេមកបញ្ចប់ហើយគេចូលរួមចុះហត្ថលេខាធ្វើជាសក្ខីភាពអាហ្នឹងមកនិយាយថាអត់ប្រយោជន៍ឃើញទេតែហត្ថលេខីគេណាហើយក្នុងកម្រិតថៃនេះអាថៃខ្លួនឯងក៏ជាម្ចាស់ហត្ថលេខីដែរនេះសហរដ្ឋអាមេរិកឥណ្ឌាសិតតែប្រទេសមហាអំណាចជប៉ុនឃើញទេនេះថៃហត្ថលេខារបស់ថៃហើយក្នុងនោះគេសរសេរមិនអ្នកខ្លះមិនដែលអានសន្ធិសញ្ញាកិច្ចព្រមព្រៀងទីក្រុងប៉ារីសមកទំព័រហើយមកស្រែកថាសន្ធិសញ្ញាកិច្ចព្រមព្រៀងទីក្រុងប៉ារីសហ្នឹងអត់ប្រយោជន៍នេះវាមាន3ចំណុចធំបងប្អូនវាមាន3ចំណុចធំណាចំណុចទី1គេនិយាយពីកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយរួមមួយនៃចំនួននៅកម្ពុជាដោយភ្ជាប់នៅឧបសម្ព័ន្ធស្តីពីភារកិច្ចរបស់អាជ្ញាធរបដោះអាសន្នរបស់អង្គការសហជីវជាតិនៅកម្ពុជាបញ្ហាយោធាការបោះឆ្នោតមាតុភូមិនិវត្តន៍នៃជនភៀសខ្លួនកម្ពុជានិងជនផ្លាស់ទីកន្លែងនិងបណ្ដាគោលការណ៍សម្រាប់រដ្ឋធម្មនុញ្ញថ្មីទី1ទី2កិច្ចព្រមព្រៀងស្តីពីអធិបតេយ្យឯករាជ្យណាបូរណភាពនិងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹតនិងឯកភាពជាតិរបស់កម្ពុជាហើយចុងក្រោយសេចក្តីថ្លែងការណ៍ណាស្តីពីការស្ដារនឹងការកសាងកម្ពុជាឡើងវិញហើយខ្ញុំចង់និយាយពីកិច្ចព្រមព្រៀងតេតិនទៅនឹងអធិបតេយ្យភាពឯករាជ្យបូរណភាពនិងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹតកម្ពុជាអានឹងស្អីគេនេះគេនិយាយច្បាស់នេះអានេះខ្ញុំនិយាយពីប្រទេសដែលជាម្ចាស់ហត្ថលេខីហ្នឹងមានស្អីគេ
ហ្នឹងហើយមានទាំង18ប្រទេសចាំបាច់អានច្រើននេះហ្នឹងហើយហើយ កាលណាគេនិយាយថាប្រទេសទាំងអស់ហ្នឹងគេដាក់ដោយមានណាដោយមានវត្តមានរបស់អគ្គលេខាធិការរបស់អង្គការសហជីវជាតិហើយដំណោះស្រាយនយោបាយរួមមួយសម្រាប់កម្ពុជាដ៏សំខាន់ក្នុងពេលយូរអង្វែងនេះក្នុងការរក្សាសន្តិភាពនិងសន្តិសុខនៅអាស៊ីអាគ្នេយ៍ទៀតហើយដោយគោលដោយរំលឹកឡើងវិញនៅកាតព្វកិច្ចរបស់ខ្លួនស្របតាមមើលខ្ញុំអានចំណុចសំខាន់ព្រោះវាច្រើនពេករត់នេះអានេះខ្ញុំจะអាននៅមាត្រា1នេះគេនិយាយមិននេះមានន័យថាម្ចាស់ហត្ថលេខីទាំងអស់ហ្នឹងគេសន្យាជាអឡារឹកណាតែថែរក្សានឹងការពារអធិបតេយ្យឯករាជ្យបូរណភាពដែនដីនិងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹតនិងឯកភាពជាតិរបស់ខ្លួនអព្យាក្រឹតភាពអចិន្ត្រៃយ៍របស់កម្ពុជានឹងត្រូវប្រកាសហើយនឹងចារឹកទុកនៅក្នុងរដ្ឋធម្មនុញ្ញឃើញទេអញ្ចឹងមានន័យថាប្រទេសដែលជាម្ចាស់ហត្ថលេខីទាំងអស់ហ្នឹងបើសិនជាយើងណាយើងជាម្ចាស់ប្រទេសណាយើងស្នើឲ្យមានការកោះប្រជុំនៅសហប្រធានមានឥណ្ឌូនេស៊ីនិងបារាំងដើម្បីឲ្យប្រទេសដែលជាម្ចាស់ហត្ថលេខីហ្នឹងចូលរួមណាប្រទេសដែលរំលោភដែនដីអព្យាក្រឹតរបស់កម្ពុជាណាបូរណភាពដែនដីកម្ពុជាហ្នឹងត្រូវតែអនុវត្តនៅសន្ធិសញ្ញាកិច្ចព្រមព្រៀងទីក្រុងប៉ារីស$23ណាហើយទទួលស្គាល់ដោយអង្គការសហប្រជាជាតិដែលគេចំណាយលុយរាប់ពាន់លានដុល្លារដើម្បីមកធ្វើសន្ធិសញ្ញាកិច្ចព្រមព្រៀងទីក្រុងប៉ារីស$23ហ្នឹងប៉ុន្តែរបបក្រុងភ្នំពេញគេអត់យកមកធ្វើទេដោយសារអីដោយសារកាលណាលោកហ៊ុនសែនណាយកសន្ធិសញ្ញាកិច្ចព្រមព្រៀងទីក្រុងប៉ារីស$23នេះយកមកអនុវត្តវាប៉ះពាល់ទៅដល់អំណាចរបស់គាត់មិនព្រោះអីគេតម្រូវឲ្យកម្ពុជាណាដើរតាមស្តង់ដារលទ្ធិប្រជាធិបតេយ្យគោរពសិទ្ធិមនុស្សឲ្យមានគណៈបកប្រឆាំងប៉ុន្តែខ្លួនឯងរំលាយគណៈបកសង្គ្រោះជាតិចាប់អ្នកនយោបាយប្រឆាំងដាក់គុកណារដ្ឋបិទសិទ្ធិសេរីភាពអ្នកសារព័ត៌មានសង្គមស៊ីវិលពុកសកម្មជនបរិស្ថានស្អីត្រូវចាប់ដាក់គុកដល់អញ្ចឹងលោកហ៊ុនសែនមិនហ៊ានយកអាហ្នឹងទៅនិយាយឃើញទេរឿងនៃការពារជាតិគេកុំនិយាយថាអត់ប្រយោជន៍បងប្អូនណាកុំនិយាយថាអត់ប្រយោជន៍ពីព្រោះអានេះគឺការព្រួយផ្ដើមដោយអង្គការសហជីវជាតិណាវាស្មើនឹងច្បាប់អន្តរជាតិមួយដែលយើងយកមកការពារទឹកដីដោយមិនចាំបាច់បង្ហូរឈាមមួយដំណក់ណាពុកបងប្អូនណាប៉ុន្តែរបបក្រុងភ្នំពេញអត់យកមកប្រើទេយកមកប្រើមិនបើអ្នកឯងតាំងពីឆ្នាំ91មកអ្នកឯងរំលោភរហូតតាំងពី93មកអ្នកឯងមិនដែលអនុវត្តបានមួយទំព័រនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសផងហើយការអនុវត្តទៅគឺអំណាចរបស់តកូលហ៊ុនហ្នឹងវាអត់អាចរក្សាបានដល់អញ្ចឹងហើយវាមិនទៅអនុវត្តអាហ្នឹងវាអញ្ចឹងហើយអញ្ចឹងតកូលហ៊ុនហ្នឹងគឺស្រឡាញ់អំណាចជាងស្រឡាញ់ទឹកដីឲ្យច្បាស់កន្លែងហ្នឹងអញ្ចឹងហើយបានពួកយើងមើលឃើញពីបញ្ហាអស់ហ្នឹងថាមានតែបដូរតកូលហ៊ុនទេបានយើងអាចការពារទឹកដីបានគង់វង្សឲ្យយូរអង្វែងប្រទេសជាតិយើងរីកចម្រើន